សួរពុកម៉ែបងប្អូនបាទថ្ងៃនេះក្រាប VS 168របស់យើងខ្ញុំសូមមកបង្ហាញរថយន្តមួយគ្រឿងទៀតហើយដែលទើបកាត់ចូលស្តុកថ្មីជារថយន្តដែលបងពុកម៉ែបងប្អូនពេញនិយមមែនទែនមិនថាតម្លៃក៏ធូរបាទរថយន្តក៏ជាប្រភេទរថយន្តដែលធន់បាទគឺកាមេរីបាទកាមេរីឆ្លាមឆ្នាំផលិត1998បាទឆ្នាំផលិត98ពណ៌ប្រផេះតែជាពណ៌ដែលពេញនិយមគឺជាពណ៌ឆ្លូញបាទសម្រាប់រថយន្តមួយប្រភេទនេះដែរគឺ Caravan VS 168បានសម្រិតសម្រាំងជូនពុកម៉ែបងប្អូនគឺថ្មីស្រឡាំងមែនទែនបាទមិនថាទឹកថ្នាំមិនថាកញ្ចក់មិនថាសំណុំគឺសំណុំដើមរបស់រថយន្តឆ្លាមនេះតែម្ដងរថយន្តកាមេរីនេះតែម្ដងបាទឥឡូវកុំឲ្យខាតពេលយូរខ្ញុំសូមមកបង្ហាញពីរថយន្តតែម្ដងហេតុអីខ្ញុំហ៊ាននិយាយថារថយន្តមួយប្រភេទនេះនៅស្អាតហើយយើងសម្រិតសម្រាំងបានដើម្បីដាក់ជូនពុកម៉ែបងប្អូនគឺម្ចាស់មុនគាត់ប្រើថែមមែនទែនបាទមិនថាទឹកថ្នាំសឹងតែមួយជុំហើយបាទសាច់ដែកសំណុំម៉ាស៊ីនប្រអប់លេខគឺអេមខ្លាំងមែនទែនបាទកម្រណាស់ពុកម៉ែបងប្អូនព្រោះស៊េរីឆ្នាំ98ជាស៊េរីទៀតមែនទែនបាទបើយើងគិតទៅវាចង់ចូលជាជិត30ឆ្នាំហើយបាទប៉ុន្តែនៅសំណុំរថយន្តមួយនេះនៅតែស្អាតភ្លឺរលោងតែម្ដងបាទពុកម៉ែបងប្អូនចំណាប់អារម្មណ៍យកទៅប្រាស់គឺមិនខកបំណងទេមកកាមេរ៉ាមែនយើងសូមមកបង្ហាញពុកម៉ែបងប្អូនពាក់ព័ន្ធនឹងផ្នែកផ្សេងនៃរថយន្តនេះតែម្ដងបាទមកអរមែនសម្រាប់ក្នុងរថយន្តវិញបាទខ្ញុំហ៊ានធានាថាគឺស្អាតសឹងតែអូខ្ញុំសឹងតែទទួលយកបានដែរខ្ញុំមិនដែលឃើញរថយន្តណាស្អាតដូចប្រភេទរថយន្តឆ្លាមមួយប្រភេទនេះដែរបាទពុកម៉ែបងប្អូនឃើញជាក់ស្ដែងបាទមិនថាឃើញខាងក្នុងដៃជើងស្រោមពុកតាបលោឬក៏ដៃទ្វារផ្សេងអត់មានការបែកបាក់ទេគឺនៅសំណុំដើមរបស់រថយន្តតែម្ដងបាទនេះហើយទ្វារមានការស្លកតិចតួចប៉ុន្តែគឺនៅសំណុំទាំងអស់អត់មានការបែកបាក់ឬខូចខាតអីទេគឺនៅស្អាតណាស់បាទសូម្បីកញ្ចក់រថយន្តក៏នៅកូតសឹងតែមួយជុំដែរបាទសឹងតែមួយជុំហើយបាទគឺនៅកូតទាំងអស់របស់រថយន្តបាទសម្រាប់រថយន្តមួយនេះដែរបងប្អូនខ្ញុំហ៊ាននិយាយឲ្យនឹងសម្រាប់សម្រាប់ជូនពុកម៉ែបងប្អូនបើអត់ស្អាតគឺខ្ញុំក៏អត់បង្ហាញជូនពុកម៉ែបងប្អូននៅលក់ក្នុងការ៉ាសរបស់ពួកយើងខ្ញុំដែរប៉ុន្តែពួកខ្ញុំហ៊ានធានាជូនពុកម៉ែបងប្អូនបានមិនថាទឹកថ្នាំមិនថាដៃជើងគឺនៅស្អាតតែម្ដងបាទមកខ្ញុំសូមមកបង្ហាញខាងក្នុងតែម្ដងសម្រាប់ពុកម៉ែបងប្អូនដើម្បីកុំឲ្យថាយើងថតហើយយើងបានតែនិយាយស្អាតតែមិនបានបង្ហាញពុកម៉ែបងប្អូនអាហ្នឹងវាជារឿងមួយតែនេះសូមបង្ហាញច្បាស់បាទមិនថាតាបលោកមានការប្រេះបាក់បែកទេបងប្អូនដៃជើងគឺនៅសំណុំស្អាតតែម្ដងមើលទៅក្នុងវីដេអូនេះដឹងហើយបាទគឺខាងក្នុងខាងលើគឺនៅដំណើរការទាំងអស់បាទប្រអប់បន្តាផ្សេងកន្លែងកលុកកលៀបផ្សេងបាទគឺនៅដំណើរការគឺនៅសំណុំរបស់រថយន្តតែម្ដងឆ្នាំ98មែនណាពុកម៉ែបងប្អូនប៉ុន្តែជាប្រភេទរថយន្តស្អាតតែម្ដងខ្ញុំហ៊ានធានាថាជាប្រភេទរថយន្តស្អាតដោយសារម្ចាស់មុនគាត់ប្រើថែមែនទែនបាទមកខ្ញុំនឹងបង្ហាញថែផ្នែកផ្សេងនៃរថយន្តបន្តទៀតបាទពណ៌នេះជាពណ៌ពេញនិយមណាស់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់អត់សមទេហើយជាពណ៌ដែលពេញនិយមមែនទែនបាទហើយកម្រជួបប្រទះរថយន្តដែលជាប្រភេទរថយន្តស្អាតគឺកម្រណាស់បាទនៅផ្នែកខាងក្រៅរថយន្តពុកម៉ែបងប្អូនអត់មានបុកប៉ះអត់មានបាញ់ថ្នាំទៅលើប្រយោទៅលើផ្នែកណាមួយដែលប៉ះពាល់ថាជាប្រវត្តិមានរថយន្តមានការបុកប៉ះនោះទេបាទសូម្បីតែគូតខាងក្រៅក៏ខ្ញុំនឹងបញ្ជាក់ជូនពុកម៉ែបងប្អូនដែរបាទនេះគូតខាងក្រៅពុកម៉ែបងប្អូននេះរថយន្តបាឡែនខ្លះបាទអត់ស្មើរថយន្តមួយគ្រឿងនេះទេបាទគឺស្អាតណាស់មិនថាជ័រឬក៏កៅស៊ូខាងក្រោយផ្នែកក្របកៅស៊ូគឺនៅស្អាតតែម្ដងមិនថាប្លុកកង់សកូក៏គឺអត់មានពុកអត់មានច្រេះអីទាំងអស់ពុកម៉ែបងប្អូនហាមានបុកប៉ះទេធានាទៅលើរថយន្តគ្មានបុកគ្មានប៉ះបាទស្អាតទាំងមុខទាំងក្រោយតែម្ដងបាទនេះកាមេរ៉ាមែនជួយថតផ្នែកខាងក្រោមបាទរថយន្តជូនពុកម៉ែបងប្អូនបាទគឺនៅខ្ចីតែម្ដងវាហាប់ណៃមែនទេបាទហើយខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនពាក់ព័ន្ធនឹងរថយន្តមួយប្រភេទនេះគឺខ្ញុំបានសម្រាប់សម្រាំងរួចនិងរៀបចំជូនពុកម៉ែរួចរាល់ហើយពាក់ព័ន្ធនឹងផ្នែកការសម្អាតពុកប៉ូលាណាប្លុកម៉ាស៊ីនគឺខ្ញុំសម្អាតជូនពុកម៉ែបងប្អូនហើយគឺពុកម៉ែបងប្អូនយកទៅប្រើប្រាស់តែម្ដងបាទហើយខាងការ៉ាសយើងខ្ញុំក៏មានការធានាបាទមានការធានាដែរនៅពេលដែលពុកម៉ែបងប្អូនយកទៅប្រើប្រាស់គ្នាធានាក្នុងការប្រើប្រាស់រយៈពេល10ទៅ15ថ្ងៃ
មានបញ្ហាទៅលើ mechanic ម៉ាស៊ីនប្រអប់លេខគឺខ្ញុំនឹងបាទយកមកធ្វើការជួសជុលជូនពុកម៉ែបងប្អូនបាទគឺខ្ញុំបង្ហាញគាត់បាទសូម្បីកូដទ្វារបាទនេះកូដទ្វារអីនៅទាំងអស់ពុកម៉ែបងប្អូនបាទនៅទាំងអស់បាទគឺនៅសំណុំម៉ាស៊ីនរបស់រថយន្តកាមេរីឆ្លាមមួយប្រភេទនេះតែម្ដងបាទនេះបង្ហាញនៅមកលោកម៉ាស៊ីនបង្ហាញមកលោកម៉ាស៊ីនជូនពុកម៉ែបងប្អូនពាក់ព័ន្ធនឹងរថយន្តឆ្លាមមួយប្រភេទនេះបាទនេះបងប្អូនមើលសំណុំម៉ាស៊ីនរបស់រថយន្តតែម្ដងគ្មានប្រវត្តិផ្លាស់ប្ដូរគ្មានប្រវត្តិជួសជុលបាទប៉ុន្តែយើងសម្អាតទៅលើប្លុកហើយបាទគឺខ្ចីញ៉ាំតែម្ដងបង្ហាញម៉ាស៊ីនកាមេរ៉ាមែនប្លុកម៉ាស៊ីនគឺនៅខ្ចីមានកន្លែងច្រាស់មានកន្លែងពុកបាក់បែកអីទេបាទហើយខ្ញុំបញ្ជាក់ណាឆ្នាំ98ប្រភេទនេះគឺប្រើប្រាស់ ABS បាទគឺប្រើប្រាស់ ABS បាទសម្រាប់ផ្នែកខាងមុខនៃប្លុកម៉ាស៊ីនគឺគ្មានការបុកប៉ះទេបងប្អូនមើលគឺនៅសំណុំរបស់រថយន្តតែម្ដងបាទគឺនៅកូដនៅព័ត៌មាននៅអីផ្សេងទៅលើបញ្ហារថយន្តគឺនៅតែនៅស្អាតតែម្ដងបាទជាប្រភេទរថយន្តស្អាតមែនទែនបាទមានដបូបាទឃើញព័ត៌មានអត់មានការបុកមានការកែច្នៃទេដបូគឺនៅស្អាតណាបាទខ្ញុំសូមបញ្ជាក់ពុកម៉ែបងប្អូនសម្រាប់រថយន្តមួយប្រភេទនេះពុកម៉ែបងប្អូនយកទៅប្រើប្រាស់ក្នុងលក្ខណៈគ្រួសារឬក៏ពុកម៉ែបងប្អូនយកទៅប្រើប្រាស់ក្នុងអាជីវកម្មផ្សេងរបស់ពុកម៉ែបងប្អូនគឺមិនខកបំណងទេបាទសំខាន់មានធានាខុសត្រូវក្នុងក្រាស់ហើយក្រាស់យើងខ្ញុំក៏មានរថយន្តច្រើនគ្រឿងទៀតដែរក្នុងស្តុកតែវាខ្ញុំមិនអាចរៀបរាប់អស់ទេប៉ុន្តែបើសិនពុកម៉ែបងប្អូនចាប់អារម្មណ៍អាចមកមើលផ្ទាល់នៅក្រាស់របស់យើងខ្ញុំនៅក្រុងសៀមរាបខេត្តសៀមរាបបាទសម្រាប់ព័ត៌មានលម្អិតពុកម៉ែបងប្អូនអាចតាក់ទងក្នុងលេខទូរស័ព្ទដែលខ្ញុំដាក់ក្នុងវីដេអូឬក៏ Telegram ខ្ញុំនឹងផ្ដល់សេវាកម្មទំនុកចិត្តនិងព័ត៌មានល្អជូនទៅពុកម៉ែបងប្អូនបាទមើលឡានទៅស្ដែងហើយកុំភ្លេចតម្លៃអត់ថ្លៃទេបាទគឺកាន់លុយ50ជាងមកយកឡានគ្រឿងនេះកម្រជាប្រភេទរថយន្តកម្រនៅស្អាតសំណុំបាទទឹកឆ្នាំភ្លឺរលោងបាទមកយក50ជាងតម្លៃ50ជាងពុកម៉ែបងប្អូនកាន់លុយមកនិយាយគ្នាមួយខ្ញុំសួរព័ត៌មានមួយខ្ញុំឬក៏ចង់ដឹងពីសេវាកម្មផ្សេងនៅរថយន្តផ្សេងក៏អាចសួរនាំបានដូចគ្នាបាទអរគុណខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមគោរពនិងជម្រាបលាពុកម៉ែបងប្អូនបាទអរគុណ